ក្មេងស្រីអាយុ7ឆ្នាំបានអូសសម្ដាយដែលជិតស្លាប់របស់នាងនៅលើផ្លូវដោយដើរមួយជំហានលុតជង្គង់ម្ដងទោះបីជាថ្ងាសរបស់នាងពោពេញទៅដោយឈាមក៏ដោយក៏នាងមិនមានន័យថានឹងឈប់តតែសោះចាងហុងអញពិតជាហ៊ានបាត់បង់វាហើយថើបពីទៀតបែបនេះនាងបានត្រាំក្នុងភ្លៀងហើយដើរយ៉ាងលំបាកទៅដល់មុខវត្តប៉ុន្តែនៅពេលដែលនាងទើបតែហ៊ាននឹងចូលនាងត្រូវបានទាហាននៅមាត់ទ្វារឃាត់ពួកគេគិតថាក្មេងស្រីនេះគឺជាអ្នកសុំទានហើយហ៊ាននឹងបណ្ដេញនាងចេញយើងជាមនុស្សសំខាន់នាងជាអ្នកសុំទានតូចកុំរំខានដល់អ្នកខ្ពង់ខ្ពស់នៅខាងក្នុងបង្គោលការចេញទៅបើមិនដូច្នោះទេកុំបន្ទោសយើងដែលបាញ់អ្នកដើម្បីព្យាបាលជំងឺធ្ងន់ធ្ងររបស់ម្ដាយក្មេងស្រីបានត្រឹមតែជ្រើសរើសលុតជង្គង់សូមអង្វរទាហាននៅពីមុខឲ្យអនុញ្ញាតឲ្យនាងឆ្លងកាត់បន្ទាប់មកនាងក៏បានលុតជង្គង់ខ្លាំងដោយមិនស្ទាក់ស្ទើរទិដ្ឋភាពនេះត្រូវបានព្រះចៅអធិរាជដែលកំពុងយាងក្រៅព្រះបរមរាជវាំងដោយសម្ងាត់បានឃើញទ្រង់ចង់ទៅមុខដើម្បីស្វែងរកការពិតប៉ុន្តែទ្រង់មានការភ័យខ្លាចនៅពេលដែលទ្រង់បានរកឃើញថាក្មេងស្រីតូចនៅពីមុខគឺជាចៅដែលបានលួចចិញ្ចៀនរបស់ទ្រង់កាលពីពេលថ្មីនេះនៅពេលនោះទាហានបានឃើញថាក្មេងស្រីមិនព្រមទៅពួកគេថែមទាំងបានលើកដំបងដែកទម្ងន់រាប់រយគីឡូក្រាមហើយហៀបនឹងវាយសម្លាប់ម្ដាយរបស់នាងនៅគ្រាអាសន្នក្មេងស្រីមិនខ្វល់ពីជីវិតរបស់នាងទេហើយបានឈរនៅពីមុខម្ដាយរបស់នាងរហូតដល់ឃើញទិដ្ឋភាពនេះព្រះចៅអធិរាជទើបតែដឹងថាទ្រង់ប្រហែលជាបានយកខុសលើក្មេងស្រីនេះហើយប៉ុន្តែអ្វីដែលទ្រង់មិនបានដឹងនោះគឺថាក្មេងស្រីតូចនៅពីមុខនេះគឺជាបុត្រីបង្កើតរបស់ទ្រង់ដើមឡើយកាលពី8ឆ្នាំមុនស្ត្រូវបានឈ្លានពានដែលបណ្ដាលឲ្យប្រជាជនរបស់នគរមានការលំបាកប៉ុន្តែនៅក្នុងគ្រាដ៏លំបាកនេះនាយករដ្ឋមន្ត្រីបានប្រថុយនឹងការកាត់ក្បាលរបស់គាត់ដោយបានរួមជាមួយមេតបទាំងអស់ទាមទារឲ្យព្រះចៅអធិរាជកាត់ក្បាលភរិយារបស់ទ្រង់ជាសាធារណៈដោយសារពួកគេគិតថាវត្តមានរបស់នារីរូបនេះបានធ្វើឲ្យព្រះចៅអធិរាជលងក្នុងសម្រស់ស្រីហើយនេះជាមូលហេតុដែលនាំឲ្យតបបៈទឹកចិត្តនិងចាញ់សង្គ្រាមជាបន្តបន្ទាប់ប៉ុន្តែអ្វីដែលពួកគេមិននឹកស្មានដល់នោះគឺសម្ដីនេះត្រូវបានស្ត្រីមានគុភបានឬព្រះករុណាទ្រង់ជាស្ដេចនៃនគរមួយតើទ្រង់អាចលងលក់ក្នុងសម្រស់នារីបានដោយរបៀបណាស្រីកំណាចនេះបានបំផ្លាញប្រទេសនិងបង្កទុក្ខដល់ប្រជាជនបើមិនស្លាប់ទេមិនគ្រប់គ្រាន់ដើម្បីរងាប់កំហឹងប្រជាជនទេសូមព្រះករុណាពិចារណាឡើងវិញដូច្នេះដើម្បីកុំឲ្យព្រះចៅអធិរាជមានការលំបាកនាងក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅពេលដែលព្រះចៅអធិរាជបានដឹងក៏ហួសពេលទៅហើយទ្រង់បានឃើញស្នេហាផ្ទាល់របស់ទ្រង់បានក្លាយជាសាកសពអ្វីដែលអាក្រក់ជាងនេះទៅទៀតគឺតបស្ត្រូវបានវាយលុកនៅពេលនោះហើយទ្រង់មិនមានឱកាសបញ្ចុះសពនារីនោះទេត្រូវអង្គរៈនាំយកទៅយ៉ាងប្រញាប់ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីមនុស្សគ្រប់គ្នាបានចាក់ចេញម្រាមដៃរបស់នារីនោះក៏បានកម្រើកភ្លាមជាច្រើនឆ្នាំក្រោយមកព្រះចៅអធិរាជបានបង្រួបបង្រួមគោដោយជោគជ័យប៉ុន្តែទ្រង់មិនដែលភ្លេចភរិយារបស់ទ្រង់ដែលបានលះបង់ជីវិតដើមបីប្រទេសជាតិកាលពីពេលនោះឡើយរហូតដល់ថ្ងៃនេះទ្រង់ក៏បានដឹងដំណឹងពីអ្នកបម្រើថាមាននរណាម្នាក់បានឃើញមនុស្សដែលមានរូបរាងដូចភរិយារបស់ទ្រង់នៅកន្លែងដែលនាងធ្វើអត្តឃាតកាលពីឆ្នាំមុននេះបានធ្វើឲ្យព្រះចៅអធិរាជសប្បាយរីករាយភ្លាមដូច្នេះទ្រង់ក៏បានហៅអង្គរៈភ្លាមដើម្បីត្រៀមខ្លួនទៅមើលប៉ុន្តែដោយមិនបានរំពឹងទុកប្រទេសសេះរបស់ពួកគេទើបតែមកដល់ក្នុងទីក្រុងក៏មានក្មេងស្រីអាយុមិនដល់7ឆ្នាំម្នាក់បានរារាំងពួកគេហើយបានលុតជង្គង់ដោយមិនស្ទាក់ស្ទើរព្រោះម្ដាយរបស់នាងហៀបនឹងស្លាប់ដោយសារជំងឺហើយនាងបានអង្វរព្រះចៅអធិរាជឲ្យជួយនាងហើយនៅពេលដែលព្រះចៅអធិរាជបានឃើញក្មេងស្រីនៅពីមុខទ្រង់ស្រាប់តែមានអារម្មណ៍ស្និទ្ធស្នាលបានផុសឡើងនៅក្នុងចិត្តរបស់ទ្រង់ដូច្នេះទ្រង់ក៏បានឃាត់អ្នកយាមដែលត្រៀមខ្លួនបណ្ដេញក្មេងស្រីនោះចេញបន្ទាប់មកទ្រង់ក៏បានទៅមុខដោយចិត្តល្អហើយបានប្រគល់កាបូបប្រាក់មួយឲ្យនាងគឺមុខនេះគឺប្រាក់50តម្លឹងដែលគ្រប់គ្រាន់សម្រាប់ទិញថ្នាំឲ្យម្ដាយរបស់អញហើយខ្ញុំនឹងសង្វិញនៅពេលក្រោយគេប៉ុន្តែនៅពេលដែលក្មេងស្រីងាកមកត្រឡប់ទៅវិញចិញ្ចៀនត្បូងនៅចង្កេះរបស់នាងបានធ្លាក់ចេញដោយអចេតនាហើយព្រះចៅអធិរាជបានស្គាល់ចិញ្ចៀននេះភ្លាមថាវាដូចគ្នាទៅនឹងរបស់ទ្រង់ដែរដូច្នេះទ្រង់ក៏បានយល់ច្រឡំភ្លាមថាក្មេងស្រីនេះគឺជាចោរព្រោះចិញ្ចៀនត្បូងនេះមានតែពីរក្នុងពិភពលោកប៉ុណ្ណោះមួយនៅជាមួយទ្រង់ហើយមួយទៀតនៅជាមួយភរិយារបស់ទ្រង់ដែលបានទទួលមរណភាពទៅហើយប៉ុន្តែព្រះចៅអធិរាជមិននឹកស្មានដល់ថាក្មេងស្រីនៅពីមុខនេះគឺជាបុត្រីរបស់ទ្រង់ឡើយហើយចិញ្ចៀនត្បូងនៅលើខ្លួនរបស់នាងគឺម្ដាយរបស់នាងបានប្រគល់ឲ្យនាងមុនពេលនាងឈឺព្រះចៅអធិរាជដែលមិនដឹងរឿងនេះមិនត្រឹមតែបានដណ្ដើមយកចិញ្ចៀនត្បូងរបស់ក្មេងស្រីប៉ុណ្ណោះទេថែមទាំងបានយកប្រាក់ដែលទ្រង់ទើបតែបានឲ្យនាងមកវិញបន្ទាប់មកទ្រង់ក៏បានដឹកនាំអង្គរៈជិះប្រទេសសេះបន្តទៅស្វែងរកភរិយារបស់ទ្រង់ទន្ទឹមនឹងនេះដែរស្ត្រីនោះដោយសារតែជំងឺហើយមិនបានទទួលការព្យាបាលទាន់ពេលនេះគាត់បានជិតស្លាប់ហើយក្មេងស្រីដែលសង្ឃឹមថាម្ដាយរបស់នាងនឹងជាសះស្បើយឆាប់ក៏បានស្វែងរកជំនួយពីស្ថានសួគ៌ដូច្នេះនាងបានអូសសម្ដាយរបស់នាងមកដល់មុខវត្តក្នុងថ្ងៃភ្លៀងដោយដើរមួយជំហានលុតចុងគង់ម្ដងសង្ឃឹមថាព្រះពោធិសត្វអាចជួយសង្គ្រោះម្ដាយរបស់នាងបានព្រះចៅអធិរាជក៏បានយាងមកដល់ក្នុងវត្តផងដែរទ្រង់បានបន់ស្រន់ដល់ព្រះពុទ្ធឲ្យជួយទ្រង់អាចរកភរិយារបស់ទ្រង់បានដោយរលូនដូច្នេះហើយដោយចៃដន្យព្រះចៅអធិរាជនិងភរិយានិងបុត្រីរបស់ទ្រង់បានជួបគ្នាម្ដងទៀតប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺទាហាននៅមាត់ទ្វារបានឃាត់ក្មេងស្រីនោះហើយគិតថានាងគឺជាអ្នកសុំទានហើយបានបណ្ដេញនាងចេញដោយមិននិយាយអ្វីទាំងអស់ទីនាងជាអ្នកបន់ស្រន់ស្អុយក្មេងស្រីរំខានដូចនាងខ្ញុំបានឃើញច្រើនហើយនាងនៅតែចង់កុហកខ្ញុំទៀតតើឯងទៅឬមិនទៅខ្ញុំមិនមែនទេម្ដាយខ្ញុំនៅសល់តែដង្ហើមចុងក្រោយទេខ្ញុំសូមអង្វរអ្នកម្ដាយខ្ញុំហៀបនឹងស្លាប់ហើយវាពិតជាយកខុសលើគាត់ហើយទោះបីជានាងដាច់ខ្យល់ឥឡូវនេះក៏ដោយក៏ឯងកុំធ្វើពុតជីវិតថោកទាបរបស់ឯងបានស្លាប់យូរហើយកុំឲ្យប្រឡាក់ភ្នែកអ្នកខ្ពង់ខ្ពស់ប្រសិនបើឯងតើឯងជឿឬមិនជឿថាខ្ញុំនឹងធ្វើឲ្យម្ដាយឯងស្លាប់ឥឡូវនេះនៅក្នុងគ្រាអាសន្ននេះក្មេងស្រីមិនខ្វល់ពីជីវិតរបស់នាងទេហើយបានឈរនៅពីមុខម្ដាយរបស់នាងទិដ្ឋភាពនេះក៏ត្រូវបានព្រះចៅអធិរាជបានឃើញផងដែរដូច្នេះទ្រង់ក៏បានហៅអ្នកទាំងពីរឲ្យឈប់ភ្លាម
ហើយបន្ទាប់មកទ្រង់ក៏បានមកដល់មុខក្មេងស្រីហើយលើកនាងឲ្យក្រោកឈរប៉ុន្តែនៅពេលនេះទាហាននៅតែគិតថាក្មេងស្រីនេះគឺជាអ្នកបោកប្រាស់ហើយថែមទាំងនិយាយថាអ្នកបោកប្រាស់ដែលធ្វើពុតជាគួរឲ្យអាណិតដូចនាងមាននៅគ្រប់ទីកន្លែងក្នុងទីក្រុងហើយបានណែនាំព្រះចៅអធិរាជកុំឲ្យជឿពាក្យរបស់ក្មេងស្រីនេះឬដូច្នេះក្មេងស្រីក៏បានពន្យល់ថានាងមិនមែនជាអ្នកបោកប្រាស់ទេហើយបានអង្វរព្រះចៅអធិរាជឲ្យជួយសង្គ្រោះម្ដាយរបស់នាងដែលកំពុងដេកនៅលើទេឃើញទិដ្ឋភាពនេះព្រះចៅអធិរាជក៏មានចិត្តអាណិតអាសូរផងដែរអ្នកដែលដេកលើទេគឺម្ដាយរបស់ឯងឬមែនគាត់ជាម្ដាយរបស់ខ្ញុំក៏ប៉ុន្តែភ្លាមបន្ទាប់ពីក្មេងស្រីនិយាយចប់ទាហានបានគិតថាអ្នកដែលដេកនៅលើទេគឺជាមិត្តរួមក្រុមបោកប្រាស់របស់នាងព្រោះអ្នកសុំទានដូចនាងគ្មានឪពុកម្ដាយទេចុះទម្រាំតែម្ដាយទៀតបន្ទាប់ពីស្ដាប់ពាក្យរបស់ទាហានព្រះចៅអធិរាជមានអារម្មណ៍ថាអ្វីដែលគាត់និយាយគឺសមហេតុផលហើយចិត្តរបស់ទ្រង់ក៏រង្គោះរង្គើភ្លាមស្របពេលនោះអ្នកយាមម្នាក់នៅក្បែរបានរំលឹកព្រះចៅអធិរាជថាពេលវេលាមិនមានច្រើនទេហើយពួកគេត្រូវតែរកភរិយារបស់ទ្រង់មុនពេលល្ងាចត្រឡប់ទៅតុលាការវិញដូច្នេះព្រះចៅអធិរាជគ្មានជំរឿក្រៅពីងាកក្រោយហើយបោះបង់ចោលក្មេងស្រីហើយបន្តទៅស្វែងរកភរិយារបស់ទ្រង់វិផ្ទាល់គឺខ្ញុំសូមអង្វរអ្នកអាយ៉ានគឺ